I see you sleeping. I see everything. សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ចេញលងដែលរឿងរ៉ាវរបស់យើងនៅថ្ងៃនេះគឺជាហេតុការណ៍ដ៏រន្ធត់និងគួរឲ្យខ្លាចមួយរបស់បងប្រុសម្នាក់នៅពេលដែលគាត់បានជួបហេតុការណ៍នោះនៅឯដើមឈើនៅកណ្ដាលភូមិហើយហេតុការណ៍ដែលគាត់បានជួបប្រទេសហ្នឹងគឺវាពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនអញ្ចឹងមកចង់ដឹងថាហេតុការណ៍ដែលគាត់បានជួបប្រទេសហ្នឹងគឺជាអ្វីហើយក្រោយពីគាត់បានជួបហេតុការណ៍ទាំងនោះហើយតើគាត់ទៅជាយ៉ាងណាកុំឲ្យខាត់ពេលយូរតោះយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាហើយ admin ក៏សូមឲ្យបងប្អូនទាំងអស់គ្នាកុំភ្លេចចូលចុច Subscribe ឬក៏ជាវហើយនឹងដាក់រូបកណ្ដឹងដល់ Channel admin ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូរបស់ admin រាល់ពេលដែល admin បាន upload ចូលទៅក្នុង Channel របស់ admin ណាតែអញ្ចឹងកុំឲ្យរងចាំយូរយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាដែលរឿងរ៉ាវនឹងផងដែរគឺវាបានកាត់ឡើងកាលពីឆ្នាំ2008ហើយរឿងរ៉ាវហ្នឹងគឺកាត់ឡើងទៅលើបងប្រុសម្នាក់ដែលបងប្រុសម្នាក់ហ្នឹងគឺគាត់មានឈ្មោះថាបងស្នាហើយបងស្នាហ្នឹងគាត់ថារឿងរ៉ាវដែលគាត់បានជួបផ្ទះហ្នឹងកាលពីគាត់មានអាយុខ្ទង់14ឆ្នាំហើយបងស្នាគាត់គឺជាអ្នករស់នៅក្នុងខេត្តពោធិ៍សាត់ដែលកណ្ដោនៅក្នុងស្រុកភូមិរបស់បងស្នាហ្នឹងគឺមិនទាន់មានភ្លើងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នោះទេដែលចំនួនហ្នឹងអ្នកដែលគេរស់នៅក្នុងស្រុកភូមិរបស់គាត់ហ្នឹងភាគច្រើនគឺគេតែងតែប្រើជាគៀងប្រេងកាតអ្នកដែលគេរៀងធូធានៅក្នុងភូមិហ្នឹងអីគឺគាត់មានជាអគុយណាពុកម៉ែបងប្អូនប៉ុន្តែសម្រាប់គ្រួសារបងស្នាវិញណាគឺគាត់ប្រើជាលក្ខណៈជាគៀងប្រេងកាតណាអញ្ចឹងរាល់ពេលយប់អីហ្នឹងគឺគាត់តែងតែបច្ឆេះជាគៀងប្រេងកាតឬក៏ពេលដែលគាត់អស់ជាគៀងប្រេងកាតហ្នឹងម្ដាយឪពុករបស់បងស្នាហ្នឹងគឺគាត់តែងតែប្រើបងស្នាឬក៏ប្អូនរបស់បងស្នាហើយនឹងបងស្នាហ្នឹងឲ្យពុកគាត់ទៅទិញប្រេងកាតដែលនៅក្នុងភូមិរបស់គាត់ហ្នឹងហើយមានភ្លេចប្រាប់ថាគ្រួសាររបស់បងស្នាហ្នឹងគឺគាត់មានបងប្អូនសរុបទាំងអស់ចំនួន3នាក់ណាដែលបងស្នាគាត់គឺជាកូនកដាលគេអញ្ចឹងនៅពេលថ្ងៃមួយហ្នឹងបងស្នាគាត់ក៏បានរៀបរាប់ថាខ្ទង់ប្រហែលជាម៉ោងព្រឹកព្រលឹមណាពុកម៉ែបងប្អូនគាត់ថាស្រាប់តែគាត់កំពុងតែគេងរៀងចិត្តភ្លឺហ្នឹងហើយគឺគាត់បានឮសំឡេងអ្នកភូមិដែលគេដើរកាត់មកផ្ទះគាត់ហ្នឹងហើយមានអ្នកខ្លះទៅក៏រត់មានអ្នកខ្លះទៅក៏ជជែកនិយាយគ្នាដែលធ្វើឲ្យពួកគាត់និងគ្រួសាររបស់បងស្នាហ្នឹងពួកគាត់ក៏បានឡើងមកពេលព្រឹកហ្នឹងដើម្បីចេញទៅមើលនៅមុខផ្ទះគាត់ណាអញ្ចឹងនៅពេលដែលគាត់ដើរចេញទៅដល់មុខផ្ទះស្រាប់តែពេលហ្នឹងបងស្នាហើយនឹងឪពុកម្ដាយរបស់គាត់ហ្នឹងគឺពួកគាត់បានឃើញថាអ្នកភូមិគឺគេបានដើរនាំគ្នាទៅកាន់កន្លែងដើមឈើមួយដែលវាស្ថិតនៅក្នុងកណ្ដាលភូមិរបស់ពួកគាត់ហ្នឹងពេលហ្នឹងឪពុកម្ដាយរបស់បងស្នាពួកគាត់ក៏បានសួរអ្នកដែលគេដើរកាត់នៅមុខផ្ទះគាត់ហ្នឹងណាព្រោះអ្នកខ្លះទៅក៏គេដើរទៅកន្លែងដើមភូមិហ្នឹងរបៀបថាដើរទៅបញ្ញាប់បញ្ញាលអីចឹងណាដល់ពេលអញ្ចឹងទៅគាត់ក៏សួរថានាំគ្នាដើរទៅណាទៅណីអីអញ្ចឹងណាអញ្ចឹងពេលហ្នឹងអ្នកដែលគេដើរទៅហ្នឹងពួកគេក៏បានប្រាប់ឪពុកម្ដាយរបស់បងស្នាថាមានគេហ្នឹងទៅចងកនៅកន្លែងដើមច័ន្ទគិរីនៅក្នុងកណ្ដាលភូមិហ្នឹងប៉ុន្តែពួកគាត់ថាអត់ដឹងថាពីណាគេអីនោះទេអញ្ចឹងនៅពេលដែលឪពុកម្ដាយរបស់បងស្នាគាត់ឮអញ្ចឹងណាពួកគាត់ក៏ដូចថាចង់ដឹងថាពីណាគេដែលបានចងកសម្រាប់ខ្លួននៅកន្លែងដើមច័ន្ទគិរីហ្នឹងណាអញ្ចឹងពេលហ្នឹងឪពុកម្ដាយរបស់បងស្នាហ្នឹងពួកគាត់ក៏ដូចថាចង់ទៅមើលនៅកន្លែងដើមច័ន្ទគិរីនឹងដែរណាថាចង់ដឹងថាតើពីណាគេបានសម្រាប់ខ្លួនចងកនៅលើដើមហ្នឹងណាហើយពួកគាត់ថាពេលហ្នឹងឪពុកម្ដាយរបស់គាត់ហ្នឹងក៏បាននាំគ្នាទៅដើរទាំងដោះស្បែកជើងអីណាព្រោះលក្ខណៈថាទើបតែងើបពីរៀងព្រលឹមស្រាងហើយបងស្នាហ្នឹងគាត់ក៏បានទៅមើលដែរនៅកន្លែងដើមច័ន្ទគិរីដែលនៅកណ្ដាលភូមិហ្នឹងដល់ពេលដែលគាត់បានដើរទៅដល់កន្លែងដើមច័ន្ទគិរីហ្នឹងបងស្នាថាមានគេនៅកន្លែងជុំវិញដើមច័ន្ទគិរីហ្នឹងដែលគាត់ថាមនុស្សទៅមើលច្រើនខ្លាំងមែនទែនពាត់ជុំវិញដើមច័ន្ទគិរីហ្នឹងហ្មងហើយដែលដើមច័ន្ទគិរីហ្នឹងផងដែរគឺវាជាដើមឈើមួយដែលធំខ្លាំងមែនទែនដែលដុះនៅក្នុងកណ្ដាលភូមិគាត់ណាស្រាប់តែពេលគាត់ទៅដល់ពេលហ្នឹងបងស្នាគឺគាត់បានឃើញថាមានមីងម្នាក់គាត់បានចងកសម្រាប់ខ្លួននៅលើដើមច័ន្ទគិរីហ្នឹងហើយគាត់ថាសភាពដែលគាត់ចងកហ្នឹងមីងម្នាក់ហ្នឹងគឺគាត់ស្លៀកសរងស្លៀកអីហើយលក្ខណៈថាពាក់អាវបែបចាស់ណារបៀបបែបមនុស្សចាស់ដែលគាត់ពាក់ជាទូទៅចំណែកសភាពដែលគាត់បានឃើញមួយទៀតគឺវាពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនដែលគាត់ថាសភាពហ្នឹងគឺដូចថាគាត់ចងកហ្នឹងទៅគឺវាលៀនដាប់ធ្លាក់មកដល់កន្លែងចកាណាហើយភ្នែករបស់គាត់វិញគឺបើកឡើងលៀនថ្លែតែម្ដងហើយនៅពេលដែលគាត់ទៅដល់កន្លែងដើមច័ន្ទគិរីហ្នឹងគាត់ថាពេលហ្នឹងអ្នកភូមិនេះអីគឺគេបានមកជុំគ្នានៅកន្លែងដើមច័ន្ទគិរីហ្នឹងណាស្រាប់តែមួយសន្ទុះក្រោយមកហ្នឹងបងប្អូនសាច់ញាតិដែលបានចងកសម្រាប់ខ្លួនហ្នឹងពួកគាត់ក៏បាននាំគ្នាមកដល់កន្លែងដើមច័ន្ទគិរីហ្នឹងដែរស្រាប់តែពេលគាត់មកដល់មានមីងម្នាក់ហ្នឹងគាត់ក៏បាននិយាយថាចេះ
បងប្អូនរបស់គាត់ហ្នឹងគឺបានដូចថាបាត់ខ្លួនចេញតាំងពីយប់មិញណានិយាយទៅតាំងពីយប់ថ្ងៃម្សិលដែលគាត់បានមកចងកសម្រាប់ខ្លួនហ្នឹងគឺបាត់តាំងពីម៉ោង9ម៉ោង10យប់ហើយគាត់ថាអត់ដឹងដើរទៅណាទៅណីនោះទេស្រាប់តែពេលស្អែកឡើងម៉ោង4ម៉ោង5ទៀបភ្លឺហ្នឹងក៏មានអ្នកភូមិដែលគាត់បានដឹកគោទៅដូចថាទៅចងនៅកន្លែងស្រែអីចឹងពួកគាត់ក៏បានដើរកាត់កន្លែងដើមច័ន្ទគិរីហ្នឹងទៅក៏បានឃើញថាមានគេចងកសម្រាប់ខ្លួននៅលើដើមច័ន្ទគិរីហ្នឹងហើយក៏បានស្រែកផ្អើលដូចថាពីមាត់មួយទៅមាត់មួយណាអញ្ចឹងហើយបានពេលដែលគាត់ដូចថាអ្នកភូមិគាត់ឮសំឡេងអញ្ចឹងទៅក៏ពួកគាត់នាំគ្នាដើរមកមើលកន្លែងដើមច័ន្ទគិរីហ្នឹងទៅអញ្ចឹងនៅពេលដែលពួកគាត់បានរកសាកសពមីងម្នាក់ហ្នឹងឃើញខាងគ្រួសារសពហ្នឹងពួកគាត់ក៏បានឡើងទៅដោះសភាពសាកសពដែលគាត់បានចងកនៅលើដើមច័ន្ទគិរីហ្នឹងណាពួកគាត់ក៏នាំគ្នាទម្លាក់សាកសពហ្នឹងចុះមកកន្លែងខាងក្រោមដីណាអញ្ចឹងនៅពេលដែលពួកគាត់ទម្លាក់សាកសពមីងម្នាក់ហ្នឹងចុះមកដល់កន្លែងដីហើយមេភូមិហើយនឹងប៉ូលីសហ្នឹងពួកគាត់ក៏បានមកដល់កន្លែងដើមច័ន្ទគិរីហ្នឹងដែរហើយមេភូមិហ្នឹងគាត់ក៏បានសួរតំណតំណងទៅកាន់ខាងគ្រួសារសពនៅមីងម្នាក់ហ្នឹងណាគាត់ថាមិនបានដូចថាគាត់មកចងកនៅកន្លែងហ្នឹងអីអញ្ចឹងណាអញ្ចឹងពេលហ្នឹងខាងគ្រួសារសពរបស់មីងម្នាក់ហ្នឹងក៏បានប្រាប់ទៅកាន់លោកមេភូមិហ្នឹងហើយនឹងប៉ូលីសណាគាត់ថាអញ្ចឹងគឺមីងម្នាក់ហ្នឹងពេលដែលគាត់នៅអត់ទាន់ស្លាប់ហ្នឹងគាត់នឹងគឺមានស្មារតីអត់សូវគ្រប់គ្រាន់អត់សូវនឹងណណានិយាយទៅមីងម្នាក់ហ្នឹងគឺគាត់មានប្តីមានអីហើយប៉ុន្តែប្តីរបស់គាត់ហ្នឹងគឺផិតក្បត់មានស្រីមានអីអញ្ចឹងណាហើយរត់គេចចេញពីគាត់ហើយទៅនៅមួយស្រីក្មេងស្រីអីណាអញ្ចឹងហើយមីងម្នាក់ហ្នឹងគាត់គឺដូចថាគាត់ខឹងនឹងប្តីគាត់ដូចថារៀងអារម្មណ៍មិនសូវល្អគាត់ដូចថារៀងស្មុគស្មាញអញ្ចឹងណាហើយណាមួយទៀតគាត់មានវិបត្តិលក្ខណៈថាប្តីគាត់ផិតក្បត់ទៅមានស្រីមានអីចឹងនិយាយថាវិបត្តិគ្រួសារណាបងប្អូននិយាយទៅគួរឲ្យអាណិតមីងម្នាក់នឹងខ្លាំងមែនតើអញ្ចឹងហើយបានគេដែលគេអ្នកសាច់ញាតិរបស់មីងម្នាក់នឹងបានគេដើររកថាពេលគាត់បាត់ខ្លួនតាំងពីយប់ម៉ោង8ម៉ោង9ម៉ោង10ហ្នឹងគឺពួកគាត់នឹងបានដើររកដែរប៉ុន្តែពេលដែលគាត់ព្យាយាមដើររកមីងម្នាក់ហ្នឹងគឺគាត់បានដើររកគឺរកអត់ឃើញនោះទេទើបតាមព្រលឹមឡើងហ្នឹងហើយបានអ្នកដែលគេទៅឃ្វាគោអីហ្នឹងគឺគេបានឃើញសាកសពនៅលើដើមច័ន្ទគិរីហ្នឹងมันគេផ្អើលឆោឡោស្រែកពីមាត់មួយទៅមាត់មួយណាពុកម៉ែបងប្អូនបន្ទាប់មកទៀតនៅពេលដែលគាត់និយាយប្រាប់រឿងរ៉ាវទៅកាន់លោកមេភូមិនឹងហើយខាងគ្រួសារសពហ្នឹងក៏បានយកសារសពមីងម្នាក់ហ្នឹងទៅបូជាទៅតាមប្រពៃណីនៅក្នុងស្រុកភូមិរបស់គាត់ហើយបងស្នាគាត់បាននិយាយថាអញ្ចេះជាទូទៅអ្នកដែលគេរស់នៅក្នុងភូមិរបស់គាត់ហ្នឹងនៅពេលមានណាគេស្លាប់ឬក៏មានកម្មវិធីអីផ្សេងៗហ្នឹងពួកគេតែងតែនាំគ្នាទៅជួយម្ចាស់កម្មវិធីនឹងម្នាក់បន្តិចណាដែលគាត់ថានៅពេលហ្នឹងម្ដាយឪពុករបស់បងស្នាហ្នឹងពួកគាត់ក៏បាននាំគ្នាទៅជួយបុណ្យសពរបស់មីងម្នាក់ហ្នឹងដែរប៉ុន្តែគាត់ថានៅពេលដែលទៅកម្មវិធីបុណ្យសពហ្នឹងបងស្នាគឺគាត់អត់បានទៅនោះទេដោយសារតែម្ដាយឪពុករបស់គាត់ហ្នឹងគឺបានឲ្យបងស្នាហ្នឹងនៅចាំផ្ទះណាព្រោះណាមួយម្ដាយឪពុករបស់គាត់ហ្នឹងក៏បានផ្ដាំឲ្យបងស្នាហ្នឹងជួយមើលប្អូនហើយមើលផ្ទះមើលអីផងណាខែលោកខ្លាចថាមានចោលមកលួចអីវ៉ានៅក្នុងផ្ទះរបស់ពួកគាត់ណាអញ្ចឹងពេលហ្នឹងបងស្នាគឺគាត់អត់បានទៅចូលរួមកម្មវិធីបុណ្យសពមីងម្នាក់ហ្នឹងនោះទេបន្ទាប់ពីធ្វើកម្មវិធីបុណ្យសពមីងម្នាក់ហ្នឹងហើយណាក្នុងកំឡុងពេលប្រហែលមិនទាន់7ថ្ងៃនោះទេអ្នកភូមិដែលគាត់បានរស់នៅហ្នឹងពេលដែលពួកគាត់បានជិះកាត់នៅកន្លែងក្រោមដើមច័ន្ទគិរីហ្នឹងម្នាក់គឺចាប់ផ្ដើមមានការភ័យមានការខ្លាចព្រោះដោយសារតែគាត់គិតថាអញ្ចេះនៅកន្លែងដើមច័ន្ទគិរីហ្នឹងពេលដែលមីងម្នាក់ហ្នឹងគាត់បានសម្លាប់ខ្លួនដោយសារការចងកនៅលើដើមច័ន្ទគិរីហ្នឹងអ្នកខ្លះក៏គាត់បានជិះមកដល់កន្លែងដើមច័ន្ទគិរីហ្នឹងគឺគាត់បានឮសំឡេងនេះថាមានស្អីធ្លាក់ពីលើដើមឈើហ្នឹងមកដល់ដីណាអញ្ចឹងដល់ពេលពួកគាត់ងាកទៅមើលគឺអត់មានឃើញអ្វីអីទាំងអស់ចំណែកអ្នកខ្លះទៀតនៅពេលដែលពួកគាត់ជិះមកដល់កន្លែងដើមច័ន្ទគិរីហ្នឹងពេលដែលពួកគាត់ងាកទៅមើលកន្លែងលើដើមច័ន្ទគិរីហ្នឹងស្រាប់តែពួកគាត់ហ្នឹងបានឃើញថាសាកសពមីងដែលគាត់បានសម្លាប់ខ្លួនដោយការចងកលើដើមច័ន្ទគិរីហ្នឹងគឺគាត់បានបង្ហាញរូបភាពឲ្យពួកគាត់បានឃើញនិយាយទៅសភាពដែលគាត់បានសម្លាប់ខ្លួនដោយការចងករបៀបម៉េចអ្នកភូមិគឺឃើញរបៀបអញ្ចឹងទាំងអស់អញ្ចឹងអ្នកខ្លះក៏គាត់ឃើញអ្នកខ្លះក៏គាត់មិនឃើញណាអញ្ចឹងរឿងរ៉ាវអាកន្លែងដើមច័ន្ទគិរីហ្នឹងក៏ចាប់ផ្ដើមមានការភ័យមានការខ្លាចណាហើយអ្នកដែលគេរស់នៅក្នុងភូមិរបស់បងស្នាគឺម្នាក់គឺអត់ហ៊ានធ្វើដំណើរជិះកាត់នៅពេលយប់នៅកន្លែងដើមច័ន្ទគិរីហ្នឹងនោះទេព្រោះគេដឹងថានៅកន្លែងដើមច័ន្ទគិរីហ្នឹងពេលដែលពួកគាត់ជិះកាត់នៅពេលយប់អីគឺប្រកាសជាមានខ្មោចមីងហ្នឹងដែលគាត់បានត្រូវការលងណានិយាយទៅឲ្យតែមានណាគេដើរកាត់កន្លែងហ្នឹងគឺដឹងតែមីងហ្នឹងគាត់លងបន្លាចគេឬក៏បង្ហាញជារូបភាពឬក៏ឲ្យគាត់ឮជាសំឡេងអ្វីមួយយ៉ាងណាបន្ទាប់មកទៀតមានពេលមួយហ្នឹងបងស្នាគាត់បាននិយាយថាអញ្ចេះនៅក្នុងផ្ទះបងស្នាហ្នឹងគឺជាគៀងប្រេងកាតហ្នឹងគឺអស់អញ្ចឹងហើយម្ដាយឪពុករបស់បងស្នាហ្នឹង
có ban ai bột sna nó tự tin phèn cát nơi cái lại tia cái lụi chập hôi đại nơi khu cái lại đam chăn gỉ nó chẳng pe nó để sao tại bột sna có đăng tha cái lại đam chăn gỉ nó cứ slop lư nè phum tha miên khmoi lô khmoi ấy rồi bột sna cứ quật ở trong tơ nô tê tại nơi pe nó bột sna cứ quật đôi tha bạc cài ẹt ba nó nè hai năm muối cái tha pe nó cứ tung mong và hai chia vào mũi cái lá làงี้tê chẳng mấy cầu vi hiện nơi hiện mình sẽ chia là nghịch kháng nè bột sna quật của ban vô cho kiêng phèn ca đã bóc quật nó quật của ban đa từ tinh nơi cái lại ở cái lụi chập hôi nó tai nó pe để quật đa từ đo cái lại chất đam chăn cái nó bột sna có tha pe nó cứ quật ở hiên sầm lăng từ mơ lơ đam chăn cái nó tê cứ quật bật nơi khai hột tơ lươn khang mền tên chân nó pe nó quật hột phọt lại đam chăn cái nó hái quật của ban đa từ tam thò một đa từ cái lại te cái lụi chập hôi nó nè đậm bay đa từ tinh phèn cạn trên đập pe quật tinh phèn cạn hái mình nè nó quật cả ban đạm phèn cạn nó không đo oi bong ở sna là bây giờ từ lỏng mau với nhá chân pe nó pe để quật đa chết mau với nó quật của ban chụp ở nè phun pi nè hay phụ quật của ban lẽ là than vậy bẩn lại từ lư bóng sná nè phụ quật tha tại hiện đa cắt lại nó mình nè nó cứ quật chữ lô ngày ấy chẳng nè việc tha bẩn lại bóng sná có mọi quật để tha đa từ lại nâng tiết nè và tái bên nó bóng sná tha cứ quật ở miền chìm rơi đâu tê tôi chỉ phụ quật để tha vậy chia diêm bẩn lại bóng sná mấy cái đòi có bóng sná cứ quật thở từ tới đây chẳng là bên nó bóng sná quật của ban đa chất đo lại đam nhanh cái đi nó bóng sná quật kết nông chất thành trẻ quạt có ban đo bảy chương hay căn à đo phèn cát quạt nâng hay quạt nâng hột bật phơi tới nè bây giờ quạt hột bật phơi pot pi là đam chăn cái nâng ban quạt bao phơi hay đa từ sầm đào từ tia quạt vinh tam thom nè và tay nó bây giờ quạt hột tới nữa có tha quạt cặp bông từ rút sọc nó mà đo lại đam chăn cái nâng à bây giờ quạt cặp bông từ bật phơi chứ cứ quạt ban hột từ bốc mà nương mà nè đó bây quạt hột bốc mà nương mà nè nữa bây giờ quạt bao phơi mau nữa cứ ở miền khơi phải nà kê ấy nô tê là biết tha bây giờ quạt bốc nâng cứ quật cất tha và hai chia một nữ hay và thấy là quật bao phơi máu xẹp tại ắt khơi nhưng miền bị ná cây nơi chung quanh quật đó nè hai pe nắng pe quật bao phơi tới á cứ nó khổm đam chăn cái gì nâng tay mà đòn sau đó pe quật mưa lang từ lửa cứ bóng sna cứ quật ban khơi tha mình mà nè đã quật ban trong cô sầm lập luôn đó cứ ban và hai chia rụng riêng quật khơi nhá hai rụng riêng để quật ban khơi nhá cứ sập hiệp mình nè nó quật trong cô thì lại lửa đam chơi nâng mau hai bóng sna pe được quật ban khơi chẳng hay á cứ quật lắng keng nên được lãnh khổm nám chơi đang tay mà đòn hai ở vậy để cuội khá chứ bóng sna than trẻ sập hiệp được quật ban khơi nó pe nắng á cứ quật ban khơi trâm tại cả ba mình mà nè đang tay phần nó đại ban trong co thì lại lửa đam chơi máu á hay quật tha pe nữa sọ mình nè nó mơ tới cuội khá hay thiện đạn mà lòng quên chầm nãy phê rồi bom mình mà nè nó cứ hô mau sao tại chi mất nè như tới quật tha sập hiệp pe nữa cứ xả hai khlang men tên sắp tập pe nữa bột ná quật tha pe nữa à ở đo phèn cả để quật căn nó đầy hay bay chưa để quật ban căn nữa cứ quật bo trao nó khổm đám chơi đang thấy quật có hột chi diêm sụp nói tập teo với nhá teo này quật rút nó quật tha pe nó cứ quật phơi phong khai phong dùng phong nè cho nó pe để quật hột đọc tí ha bột ná cứ quật ban từng coi là một tí hay quật lòng nhua lòng phơi nữa một tí là bọc quật nữa hay pe nó đại bột bọc quật có ban chanh máu có tha khơi một sná quật cối là một tiếng nó lòng nho đai nho chương hay mía cá rạ lòng slay slang tay mà đòn và tọa máu một sná quật có ban vô rương này quật ban chuột nữa dọc từng giấy phèo bọc bụng đai bọc quật đập pe để quật giấy rương ráo pra bọc bụng đai bọc quật hói á quật tha còi móc á một sná quật có ban thẹn luôn chư và hai chục tung cả lạc hè bố tha hẹt ca đai một sná ban chuột nó pe nữa cứ việc bật chia cùi khái chứ nè bố tha áp pe để quật đa cắt nó khổm nam chơi nó pe để quật rút ấy nó cứ quật bụng mà nư chẳng pe nó bóng sná của quật đua có cất tha và hai chỉ niệm phun phụ quật đa cắt á bật tha đâu pe quật bao phơi máu cứ quật ở miền khơi bị nà cái ấy từng o chẳng pe nó bóng sná quật tha cứ quật phơi khai vậy hay à pe quật bao phơi mưa từ lơ đào chơi nó tiếc á quật khơi mình mà nè nó quật trong co hay hai lục riêng quật ban khơi pe nó cứ việc bật chia sẻ hai khlang mình té nó bóng mày bóng bồn chẳng còi về đường ra để bóng sná quật ban chụp bật té nó hái và hai chỉ tung cả là khai khỏi móc pi bóng sná quật ban thu spy nữa rương ra nó có ban cạn lang từ lửa bong pro bọc quật mà nè tiền còn tái có tha pe nó bong pro bọc quật nó có mến chia một nước khai khmoi khai ấy đây hay có tha à sập hiệp đập pe bong pro bọc quật nó ban đa cạn nó khổm nam chăn gỉ nó quật tha quật có ban lư sầm lê đứa có hai chỉ rục hiệp đây còn tái pe nó bong pro bọc quật nó cứ mình sao chỉ khai mình sao chỉ phơi ấy nè
បន្ទាប់មកទៀតមានពេលមួយហ្នឹងបងប្រុសរបស់គាត់ហ្នឹងក៏បាននាំគ្នាមិត្តភ័ក្តិរបស់គាត់ហ្នឹងទៅដើររកត្រីរកក្តាមនៅតាមវាលស្រែណានៅពេលដែលពួកគាត់ដើរទៅដល់វាលស្រែរកត្រីរកក្តាមហើយពេលដែលបងរបស់គាត់ត្រឡប់មកផ្ទះវិញស្រាប់តែពេលហ្នឹងបងរបស់គាត់ហ្នឹងគឺបានឮសំឡេងកែបយំនៅក្រោមដើមច័ន្ទគិរីនៅកន្លែងកណ្ដាលភូមិហ្នឹងគឺឮសំឡេងដូចថាមានកែបយំនៅនឹងច្រើនណាអញ្ចឹងដល់ពេលគាត់ដើររមមើលប្រចាំងពិលប្រចាំងអីកន្លែងក្រោមដើមច័ន្ទគិរីហ្នឹងស្រាប់តែពេលដែលគាត់រកគឺគាត់ឮសំឡេងកែបយំខ្លាំងដល់ពេលគាត់ឆ្លោះមើលទៅគាត់ថាគឺគាត់បានឃើញកែបមែនហើយកែបហ្នឹងគឺវាមានសភាពធំណាអញ្ចឹងពេលហ្នឹងបងរបស់គាត់គឺសប្បាយចិត្តខ្លាំងមែនទែនហើយគាត់ថាពេលហ្នឹងគាត់ក៏បានឆ្លោះពិលដល់រទៀតប៉ុន្តែដល់ពេលគាត់ឆ្លោះចុះឡើងក៏បានប្រចាំងទៅលើដើមច័ន្ទគិរីហ្នឹងស្រាប់តែពេលហ្នឹងបងរបស់គាត់គឺបានឃើញថាមីងម្នាក់ដែលគាត់បានចងកហ្នឹងគឺបានបង្ហាញរូបរាងឲ្យបងប្រុសរបស់គាត់ឃើញម្ដងទៀតដែលរូបរាងម្ដងណាគាត់ថាវាពិតជាគួរឲ្យខ្លាចជាងរាល់ដងដែលគាត់បានឮដែលគាត់បានឃើញនៅក្រោមដើមច័ន្ទគិរីហ្នឹងដែលគាត់ថាពេលហ្នឹងរូបរាងគាត់ឃើញតែត្រឹមមកខ្លួនចុះក្រោមទេចំណែកក្បាលរបស់វាគឺវាបានធ្លាក់មកដល់ដីនៅក្រោមជើងរបស់គាត់ហ្នឹងនិយាយទៅពេលហ្នឹងគឺគាត់ភ័យខ្លាចខ្លាំងមែនទែនអញ្ចឹងពេលហ្នឹងបងរបស់បងស្នាគាត់ក៏បានរត់សម្ដៅមកផ្ទះរបស់គាត់វិញណាទាំងភ័យទាំងខ្លាចទាំងយំទាំងអីណានិយាយទៅសភាពដែលគាត់បានឃើញនៅពេលហ្នឹងគឺវាសាហាវខ្លាំងមែនទែនចំណែកអ្នកភូមិរបស់គាត់ពេលដែលពួកគាត់ដើរកាត់កន្លែងហ្នឹងពួកគាត់ក៏បានឮសំឡេងឬក៏ដូចថាបង្ហាញជារូបរាងដែលធ្វើឲ្យអ្នកភូមិបានឃើញដែរណាប៉ុន្តែអ្នកខ្លះក៏គាត់បានជួបអ្នកខ្លះក៏គាត់មិនបានជួបហើយរឿងរ៉ាវហ្នឹងក៏បានកើតឡើងប្រហែលជាមួយឆ្នាំក្រោយមកក៏លែងសូវមានអ្នកគេបានជួបរឿងរ៉ាវហ្នឹងទៀតណាអញ្ចឹងក្រោយពីដែលបងស្នាគាត់បានជួបរឿងហេតុការណ៍ហ្នឹងហើយគាត់បានធ្លាក់ខ្លួនឈឺគាត់ថាពេលហ្នឹងគឺឡើងចង់ជ្រូសក់ណាពុកម៉ែបងប្អូនហើយហេតុការណ៍ហ្នឹងវាគួរឲ្យខ្លាចសម្រាប់គាត់ណាព្រោះគាត់ថាពេលហ្នឹងមិញម្នាក់ហ្នឹងគាត់បង្ហាញឲ្យគាត់ឃើញវាសាហាវពេកសម្រាប់គាត់ណាបើសិនជាអត់មានឃើញនៅក្នុងហេតុការណ៍វិញមិនដឹងថាវាគួរឲ្យខ្លាចខ្លាំងប៉ុណ្ណានោះទេអញ្ចឹងរឿងរ៉ាវដែលបងស្នាគាត់បានជួបប្រទេសហ្នឹងហើយនឹងបងប្រុសរបស់គាត់បានជួបគឺមានតែប៉ុណ្្នឹងនោះទេតើពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងយល់យ៉ាងណាដែរចំពោះសាច់រឿងរបស់បងស្នាហ្នឹងបើបងប្អូនទាំងអស់នេះគិតថាសាច់រឿងរបស់គាត់ហ្នឹងវារន្ធត់ឬក៏គួរឲ្យខ្លាចខ្លាំងកម្រិតណាបងប្អូនទាំងអស់គ្នាក៏អាចចូល comment នៅក្នុងវីដេអូរបស់ admin ហើយបើសិនបើ admin និយាយទៅខុសឬក៏ប្រើពាក្យពេចន៍មិនសមរម្យក៏ខុសត្រង់ចំណុចណាមួយក៏សូមខន្តីពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយបើសិនបើបងប្អូនទាំងអស់គ្នាស្រឡាញ់ពេញចិត្តនៃការនិយាយរឿងរបស់ admin កុំភ្លេចជួយចុច subscribe ឬក៏ជាវនិងដាក់រូបកណ្ដឹងដល់ channel មានម្នាក់មួយផងហើយជាចុងក្រោយមានតែពាក្យថាអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អសុខភាពល្អហើយសម្រាប់វីដេអូរបស់យើងនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀត